អ្នកណាគេខ្លះដែលជាមួយអ៊ីហុងហើយនៅចាំមុខអ៊ីហុងជួយ comment នៅក្រោមវីដេអូនេះប្រាប់ Twitter ម្នាក់មួយផងព្រោះដោយសារតែអ៊ីលក់ជាប្រភេទមីស៊ុបនេះគឺខ្ទង់30ឆ្នាំហើយដែលកាលមុនគឺគាត់លក់នៅចិត្តវត្តកោះណាប៉ុន្តែ10ឆ្នាំក្រោយនេះគឺគាត់ដូរមកលក់នៅវត្តបទុមវិញប៉ុន្តែសម្រាប់រសជាតិគឺអត់មានប្រែប្រួលទេគឺនៅឆ្ងាញ់ដូចដើមហើយនៅកន្លែងគាត់ពិសេសថងថាទឹកស៊ុបគាត់ប្រើជាប្រភេទប៉ែកគូពុកម៉ែបងប្អូនហើយគាត់មានទាំងជាប្រភេទបាក់ស៊ីទៀតហ៎សម្រាប់ទីតាំងដែល Two Sister ទៅនេះគឺនៅជិតសួនវត្តបទុមពុកម៉ែបងប្អូនដែលមានឈ្មោះថាស៊ុបមីអ៊ីហុងហើយសម្រាប់អ្នកដែលជាមួយគឺថាគ្រាន់តែឃើញមុខអ៊ីហ្នឹងគឺស្គាល់ច្បាស់ហ្មងមានអនុស្សាវរីយ៍បែបណាខ្លះជាមួយអ៊ីជួយ comment ប្រាប់ Two Sister ផងហើយសម្រាប់អ្នកដែលអត់ទាន់ស្គាល់វិញកុំភ្លេចមើលវីដេអូនឹងដល់ចប់ណានៅកន្លែងគាត់នេះគឺមានលក់ជាប្រភេទមីស៊ុបពុកម៉ែបងប្អូនហើយចំណុចពិសេសហ្នឹងគឺទឹកស៊ុបគាត់ប្រើជាប្រភេទប៉ែកគួរណាគឺគាត់ប្រើបន្លែភិកច្រើនហើយគាត់មានទាំងជាប្រភេទប្រហិតបាក់ស៊ីទៀតដែលគាត់ធ្វើខ្លួនឯងតែម្ដងប្លែកត្រង់ថាមីស៊ុបរដងហ្នឹងគឺមានតែប្រហិតមានបន្លែអីអញ្ចឹងទៅក៏ដូចជាឈាមជ្រូកអីពុកម៉ែបងប្អូនប៉ុន្តែនៅកន្លែងគាត់វិញគឺថាមានចម្រោះតែម្ដងហើយល្អត្រង់ថាមួយនៅទីនេះបើថាចង់ញ៉ាំអីគឺអាចកំងបានតែម្ដងនៅហ្នឹងគឺយើងអាចកំងតាមការសម័យរបស់យើងបានហ្មងរបៀបថាដូចមួយចាននេះអញ្ចឹងពុកម៉ែបងប្អូនមានទាំងកតិចមីមានទាំងអីនៅខាងក្នុងហ្នឹងទៀតហើយសម្រាប់តម្លៃមីស៊ុបនៅទីនេះគឺចាប់ផ្ដើមពីមួយចាន8000រៀលឡើងទៅបើសិនជាពុកម៉ែបងប្អូនកំងថែមសាច់ថែមអីហ្នឹងគឺគាត់គិតគូរទៅតាមនឹងទៀតអញ្ចឹងណាហើយមានទាំងជាប្រភេទតៅហ៊ូទៀតពុកម៉ែបងប្អូនសម្រាប់មួយចាននេះគឺថាចេញមកម្នាក់ឯងញ៉ាំឡើងតឹងពោះហ្មងហើយខាងនេះគឺថាបងហើយជាប្រភេទតៅហ៊ូថែមសម្រាប់តៅហ៊ូមុនហ្នឹងគឺមួយចាន5000រៀលពុកម៉ែបងប្អូនខាងនេះគឺទឹកជ្រលក់គឺអាចលាយដូច Twister បានរបៀបថាយើងចាក់អំបិលមីចាក់ខ្លាញ់មីចូលដាក់ម្ទេសច្របាច់ក្រូចឆ្មាបន្តិចមកគឺឆ្ងាញ់មែនតែន Twister ធានាថាពុកម៉ែបងប្អូនបានញ៉ាំហើយគឺជាប់ចិត្តហ្មងហើយ Twister គឺថាអត់ជំរឿសទៅសៃវិញគឺ Twister យកជាប្រភេទមីសួរមួយក៏ដូចជាមីខ្លាឃ្មុំមួយសម្រាប់មីសួរនេះវិញក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនតែគ្រាន់ថា Twister ទុករៀងរិចបន្តិចដោយសារតែយើងអាឡែតែថតចុះថតឡើងរៀងរិចទៅសៃអស់ប៉ុន្តែបើសិនជាពុកម៉ែបងប្អូនញ៉ាំមកពេលភ្លាមមកគឺថាឆ្ងាញ់មែនតែនហើយចាក់ទឹកជ្រលក់ដាក់ពីលើចេះមកគឺបង្កើនរសជាតិតែម្ដងបើសិនជាចូលចិត្តជូរអីច្របាច់ក្រូចឆ្មារៀងជូរទៅហើយសាច់បាស៊ីគាត់ធ្វើខ្លួនឯងគឺថាឡងស្វិតល្អមែនតែនសម្រាប់ជើងមាន់វិញឡងផុយតែម្ដងពុកម៉ែបងប្អូនអញ្ចឹងឥឡូវនេះគឺថាយើងចាប់ផ្ដើមញ៉ាំក៏ដូចជាចាប់ផ្ដើមលាយទឹកជ្រលក់បន្ថែមណាហើយសម្រាប់មួយចានរបស់ Twister នេះគឺតម្លៃ10000រៀលដោយសារមានថែមជើងមាន់ថែមអីនៅក្នុងនឹងទៀតប៉ុន្តែបើសិនជាបងប្អូនអត់ចង់ថែមទេគឺមួយចានត្រឹមតែ8000រៀលទេដែលគាត់មានមកជាមួយឈាមមានប្រហិតអីផ្សេងនៅខាងក្នុងហ្នឹងណាហើយនៅទីនេះគឺគាត់មានបើកលក់ចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង7យប់អញ្ចឹងចន្លោះពេលហ្នឹងគឺថាពុកម៉ែបងប្អូនអាចទៅញ៉ាំបានសម្រាប់ទីតាំងវិញគឺស្ថិតនៅលើផ្លូវលេខ258នៅម្ដុំសួនវត្តបទុមហើយកុំភ្លេចញ៉ាំជាមួយនឹងពោការីស្វិតគឺថាល្អមែនតើរបៀបថាយើងធ្វើការក្រោមកម្ដៅថ្ងៃជាពិសេសសម្រាប់បងដែលនិយមចូលចិត្តលេងកីឡាខ្សោះជាតិទឹកអីហ្នឹងគឺថាដាក់ពោការីស្វិតមកជួយបន្ថែមជាតិទឹកនៅក្នុងរាងកាយរបស់យើងបានល្អមែនតើអញ្ចឹងវីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេបាយ